តើស្ករសអាចយកមកធ្វើផ្អកស្មៅបានទេបងប្អូនធ្លាប់តែឃើញខ្ញុំយកស្កររងូមកធ្វើជាផ្អកត្រកួនហើយនិងផ្អកដើមចេកថ្ងៃនេះខ្ញុំនឹងធ្វើការពិសោធន៍មួយទៅលើស្មៅនាពាចំនួន20គីឡូក្រាមដែលខ្ញុំយកស្ករសហើយនិងស្កររងូមកធ្វើការពិសោធន៍នេះចង់ដឹងថាតើរវាងស្ករទាំងពីរនេះនឹងចេញលទ្ធផលបែបណាហើយស្ករសនិងស្កររងូតើមួយណាចំណេញជាងនិងមានលទ្ធផលដូចគ្នាដែរឬទេបើចង់ដឹងច្បាស់តោះមកទស្សនាវីដេអូនេះទាំងអស់គ្នាដើម្បីធ្វើការពិសោធន៍នេះបានខ្ញុំត្រូវការស្មៅនាពាដើមធំចំនួន20គីឡូហើយខ្ញុំបែងចែកជា2ដោយ10គីឡូសម្រាប់ខាងស្ករសហើយនិង10គីឡូសម្រាប់ខាងស្កររងូដោយស្មៅនេះផងដែរគឺខ្ញុំកាត់នៅគៀនផ្ទះហើយយកដើមណាដែលស្រស់ហើយនឹងមានសភាពខ្ចីល្មមមិនយកដើមដែលចាស់ពេកទេព្រោះយើងយកសម្រាប់ឲ្យមាន់ស៊ីនិងទាស៊ីគឺយើងត្រូវការដើមដែលខ្ចីល្មមហើយចំពោះដើមដែលខ្ចីបែបនេះគឺយើងងាយស្រួលក្នុងការយកទៅវាយឬក៏យកទៅកិនវាចំពោះបងប្អូនដែលមិនមានម៉ាស៊ីនវាយដូចខ្ញុំទេបងប្អូនអាចហាន់វាឲ្យល្អិតទៅតែហាន់បានតែដើមស្មៅណាដែលមានសភាពខ្ចីតែប៉ុណ្ណោះបើដើមចាស់យើងពិបាកក្នុងការហាន់បន្តិចហើយដើម្បីងាយស្រួលក្នុងការវាយគឺខ្ញុំបានយកស្មៅហ្នឹងយកទៅចិញ្ច្រាំឲ្យវាមានកំណាត់ខ្លីៗសិនសឹមយកទៅដាក់ក្នុងធុងសម្រាប់វាយហើយនៅពេលដែលយើងបានវាយឲ្យម៉ត់រួចហើយគឺមានសភាពម៉ត់ល្មមហើយយើងទុកវាមួយឡែកសិនឥឡូវនេះយើងមកមើលរូបមន្តសម្រាប់លាយវិញខាងស្ករសខ្ញុំប្រើអំបិលក្រួសចំនួន1ខាំស្ករសចំនួន3ខាំហើយនឹងកន្ទក់ម៉ត់ចំនួន2គីឡូឬក៏បងប្អូនប្រើតិចជាង2គីឡូក៏បានដែរត្រឹម1គីឡូ7 1គីឡូ8បានហើយស្មៅដែលយើងវាយម៉ត់គឺចំនួន10គីឡូក្រាមចំណែកឲ្យខាងស្កររងូវិញគឺខ្ញុំប្រើអំបិលក្រួសចំនួន1ខាំដូចគ្នាស្កររងូចំនួនកន្លះលីត្រហើយនឹងកន្ទក់ម៉ត់ហ្នឹងចំនួន2គីឡូឬក៏ក្រោមហ្នឹងក៏បានត្រឹម1គីឡូ8 1គីឡូ7អីបានហើយនឹងស្មៅគឺចំនួន10គីឡូក្រាមដូចគ្នាបាទដោយសារតែស្មៅខ្ចីវាសម្បូរជាតិទឹកស្រាប់ទៅហើយអញ្ចឹងយើងមិនបាច់ប្រើទឹកបន្ថែមនោះទេចំពោះការលាយវិញរូបមន្តទាំងពីរនេះគឺវាដូចគ្នាទាំងស្រុងគ្រាន់តែយើងចាក់ស្កររងូហើយនិងស្ករសតែស្ករសបងប្អូនត្រូវថែមទឹកបន្តិចមកដើម្បីឲ្យស្ករសហ្នឹងងាយរលាយហើយស្កររងូគឺយើងមិនបាច់ថែមទឹកទេដោយសារស្កររងូខ្ញុំរៀងរាវតិចហើយអញ្ចឹងយើងចាក់ស្ករហ្នឹងចូលទៅក្នុងកែវឬក៏ធុងដែលបងប្អូនបានរៀបចំមកចាក់វារួចហើយបងប្អូនបន្ថែមអំបិលចំនួន1ខាំហ្នឹងយើងបន្ថែមចូលទៅក្នុងល្បាយស្ករសហើយនិងល្បាយស្កររងូហ្នឹងដាច់ឲ្យឡែកពីគ្នាមកដោយវីដេអូខ្ញុំបង្ហាញហ្នឹងហើយបងប្អូនកូរវាឲ្យសព្វសាច់គ្នាហើយសូមយើងយកកន្ទក់យកទៅរោយជាមួយនឹងស្មៅដែលយើងបានរៀបចំហើយបងប្អូនយកទឹកល្បាយដែលបងប្អូនបានលាយអំបាញ់មិញហ្នឹងយកទៅរោយទៅលើវាហើយច្របល់វាឲ្យសព្វមកក្នុងការច្របល់នេះដែរគឺបងប្អូនច្របល់ឲ្យសព្វហើយបងប្អូនក្តាប់ល្បាយយើងហ្នឹងថាវាមានជ្រាបទឹកចេញពីដៃទេបើជ្រាបទឹកបងប្អូនថែមកន្ទក់វាបន្តិចមកបងប្អូនចាប់ច្បាច់ហើយมันមានជ្រាបទឹកស្រក់ចេញពីម្រាមដៃគឺបាយយើងបាន 100% ហើយអញ្ចឹងចំពោះការរៀបចំផងដែរផ្អកស្មៅខាងកសគឺខ្ញុំប្រើបេដែលមានថង់ពីក្នុងសម្រាប់ចងច្រកវាបង្ហាប់ឲ្យណែនវាហើយសម្រាប់ខាងស្កររងូគឺខ្ញុំដាក់នៅក្នុងធុងវិញហើយចាំមើលលទ្ធផលរយៈពេល7ថ្ងៃតើផ្អកទាំងពីរនេះមានលទ្ធផលដូចគ្នាឬក៏ទៅជាយ៉ាងណាអញ្ចឹងនៅរយៈពេល7ថ្ងៃទៅមុខទៀតខ្ញុំនឹងធ្វើវីដេអូមួយបង្ហាញអំពីលទ្ធផលរបស់ស្ករទាំងពីរនេះថាតើស្ករមួយណាបានលទ្ធផលល្អជាងឬក៏មិនមានលទ្ធផលអញ្ចឹងបងប្អូនចាំតាមដានទស្សនាទាំងអស់គ្នាថាវាទៅជាយ៉ាងណាវិញឥឡូវនេះយើងប្រៀបធៀបតម្លៃស្ករទាំងពីរវិញថាតើមួយណាចំណេញជាងឥឡូវនេះយើងគិតក្នុងបរិមាណស្មើគ្នាស្ករសកន្លះគីឡូស្កររងូកន្លះលីត្រស្ករសកន្លះគីឡូតម្លៃ 2000 រៀលហើយនិងស្កររងូកន្លះគីឡូគឺតម្លៃតែ 1700 រៀលតែប៉ុណ្ណោះដោយហេតុថាក្នុងមួយកានគេលក់តម្លៃ 50000 រៀលអញ្ចឹងបងប្អូនយក 50000 យកទៅចែកជាមួយនឹង30លីត្រទៅតម្លៃវាគឺ 1700 រៀលអញ្ចឹងយើងអាចសន្មតបានថាកន្លះលីត្រគឺតម្លៃ850រៀលទាញសន្និដ្ឋានចុងក្រោយគឺយើងប្រើប្រាស់ស្កររងូគឺវាចំណេញជាងប៉ុន្តែនៅតំបន់ខ្លះស្កររងូគឺពិបាកក្នុងការរកដូច្នេះបងប្អូនអាចប្រើស្ករសក៏បាននិងប្រើស្កររងូក៏បានតាមដែលបងប្អូនពេញចិត្តក្នុងការប្រើហើយនិងងាយស្រួលក្នុងការរកបើបងប្អូនពេញចិត្តវីដេអូនេះសូមជួយចុច like ចុច share ចុច subscribe
ឲ្យ channel របស់ខ្ញុំម្នាក់មួយផងបាទ